ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីបន្តទៀតហើយក្នុងការចែករំលែកដល់ពុកម៉ែបងប្អូនអ្នកទស្សនានៅក្នុងបណ្ដាញសង្គម YouTube ទាំងអស់គ្នាហើយវីដេអូនេះគឺខ្ញុំចង់ចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យបានគ្រប់គ្នាតាក់ទងទៅនឹងដំណើរកម្សាន្តរបស់ខ្ញុំហើយថ្ងៃនេះខ្ញុំបានធ្វើដំណើរទៅលេងរមណីយដ្ឋានមួយកន្លែងដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់ហើយនេះជាទស្សនវិជ្ជានៅតាមដងផ្លូវដែលខ្ញុំបានធ្វើដំណើរទៅលេងរមណីយដ្ឋាននោះផងដែរហើយនេះជាសកម្មភាពមួយហើយនេះយើងបានមកដល់ផ្លូវច្រកចូលហើយមានថារមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកលៀងបាទហើយនេះជាសកម្មភាពមួយដែលយើងបានធ្វើដំណើរបន្តទៀតក្នុងការសកម្មភាពដំណើរឲ្យបានទៅដល់នៅរមណីយដ្ឋានទឹកធ្លាក់ច្រកលៀងនោះផ្ទាល់តែម្ដងហើយនេះជាសកម្មភាពរបស់ពួកខ្ញុំដែលខ្ញុំបានធ្វើដំណើរនៅតាមផ្លូវដែលយើងឆ្ពោះទៅច្រកលៀងណាហើយនេះយើងនៅសល់តែប្រហែលគីឡូទៀតទេយើងនឹងទៅដល់ទឹកធ្លាក់ច្រកលៀងនឹងហើយយើងជិះតាមផ្លូវក៏មានកន្លែងគេមួយគេធ្វើជាយន្តហោះស្បដិមិត្តដើម្បីជាការកំសាន្តផងដែរហើយនេះយើងបន្តដំណើរទៅមុខទៀតដើម្បីឈានទៅដល់ទីនោះផ្ទាល់តែម្ដងបាទហើយសកម្មភាពរបស់ខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តនៅវីដេអូរបស់ខ្ញុំបន្តទៀតហើយនឹងមានការចែករំលែកបន្តទៅកាន់ពុកម៉ែបងប្អូនជាច្រើនដើម្បីឲ្យបានទស្សនាហើយនេះយើងបានមកដល់ផ្លូវចូលច្រកចូលនៃទឹកធ្លាក់ច្រកលៀងនឹងហើយបាទហើយអ្វីដែលសំខាន់គឺនៅពេលដែលខ្ញុំមកដល់ហ្នឹងគឺនៅប្រហែលជាម៉ោង9ពេលព្រឹកហើយអត់ទាន់សូវមានអ្នកមកលេងទេគឺមកមួយទេបាទហើយនេះយើងបានចិត្តដល់ហើយយើងកំពុងតែធ្វើដំណើរតាមផ្លូវច្រកចូលហើយយើងមុនយើងផ្ញើម៉ូតូបាទហើយតម្លៃផ្ញើម៉ូតូគឺ1-2000រៀលទេបាទហើយនេះទស្សនវិជ្ជានៅបរិវេណនៃច្រកលៀងហ្នឹងហើយយើងក៏ធ្វើដំណើរបន្តដើរចូលទៅខាងលើដើម្បីទៅដល់ទឹកធ្លាក់នោះផ្ទាល់តែម្ដងបាទហើយសង្ឃឹមថាពុកម៉ែបងប្អូននឹងពេញចិត្តវីដេអូនេះជួយចុច Subscribe ឬក៏ Share Like ឲ្យម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តដល់រូបខ្ញុំបានដើម្បីធ្វើវីដេអូថ្មីក្នុងការចែករំលែកដល់ពុកម៉ែបងប្អូនឲ្យបានទស្សនានៅទស្សនវិជ្ជានៃតំបន់រមណីយដ្ឋាននៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរបាទហើយនេះជាផ្លូវចូលដែលឆ្ពោះទៅកាន់ទឹកធ្លាក់ច្រកលៀងបាទហើយពេលព្រឹកអត់សូវមានមនុស្សទេគាត់ថាសួរអ្នកលក់ទៅគាត់ថាប្រហែលជាម៉ោង10ទៅម៉ោង11 12អីហ្នឹងគឺសម្បូរអ្នកមកលេងច្រើនហើយខ្ញុំទៅហ្នឹងគឺខ្ញុំទៅថ្ងៃអាទិត្យណាមួយខ្ញុំរវល់មិនបានធ្វើវីដេអូភ្លាមទេគឺពេលនេះគឺតនេគឺយើងចាប់ផ្ដើមធ្វើវីដេអូហ្នឹងដើម្បីជាការចែករំលែកហើយនេះជាផែនទីសម្រាប់ទីតាំងនៃការដើរកម្សាន្តហើយនេះជាទស្សនវិជ្ជានៃទឹកធ្លាក់នៅផ្ទាល់តែម្ដងបាទដូចនេះខ្ញុំបានលើកឡើងថាខ្ញុំមកពេលព្រឹកអត់ទាន់មានភ្ញៀវទេសចរគាត់មកលេងទេគឺមានតែមួយទេហើយបន្តិចទៀតទៅបងប្អូននឹងឃើញការមកលេងកម្សាន្តរបស់បងប្អូនទេសចរនៅក្នុងស្រុករបស់យើងហើយយើងឃើញហើយបទិដ្ឋភាពពីកន្លែងមួយទៅកន្លែងមួយគឺស្រស់ស្អាតមែនទែនបាទហើយតកតងជាមួយនឹងការកម្មង់មហូបតកតងជាមួយកញ្ចុះកន្លែងអង្គុយលេងនេះគឺសមរម្យមែនទែនមិនថ្លៃទេសម្រាប់ក្នុងថ្ងៃចុងសប្តាហ៍ហ្នឹងបាទហើយនេះជាទស្សនវិជ្ជាមួយដែលខ្ញុំបានចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យបានឃើញនៅទស្សនវិជ្ជានៃទឹកធ្លាក់ច្រកលៀងបាទគឺមានទស្សនវិជ្ជាស្រស់ស្អាតមែនទែនអានេះយើងមកខែក្តៅបើសិនយើងមកខែត្រជាក់គឺត្រជាក់មែនទែនហ្មងបាទតែយើងចូលដល់ហ្នឹងគឺត្រជាក់មានអារម្មណ៍ថាស្រស់ស្រាយមែនទែនបាទហើយវីដេអូរបស់ខ្ញុំអត់មានអីច្រើនទេគ្រាន់តែថាអ្វីដែលសំខាន់ខ្ញុំធ្វើការចែករំលែកទៅកាន់ពុកម៉ែបងប្អូនឲ្យបានទស្សនាឲ្យបានស្គាល់ទីតាំងនេះផ្ទាល់តែម្ដងហើយសង្ឃឹមថាពុកម៉ែបងប្អូន
នឹងបន្តការគ្រប់គ្រងនៅវីដេអូនេះបន្តទៀតហើយខ្ញុំនឹងធ្វើវីដេអូថ្មីៗចែកជូនទៅកាន់ពុកម៉ែបងប្អូនបន្តទៀតដើម្បីឲ្យបានទស្សនាទាំងអស់គ្នាហើយសង្ឃឹមថាពុកម៉ែបងប្អូនពេញចិត្តជាមួយនឹងវីដេអូជាច្រើនរបស់ខ្ញុំក្នុងការចែករំលែកនឹងបាទហើយនេះទស្សនវិជ្ជាមនុស្សដែលគាត់មកលេងហើយបាទថ្ងៃត្រង់ហើយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណសូមជម្រាបលាទាំងអស់គ្នា